ហេតុអ្វីបានជាប្រេងម៉ាស៊ុតកើនឡើងតម្លៃខ្លាំងជាងប្រេងសាំងនិងហ្គាសនៅពេលដែលពិភពលោកនោះកំពុងតែមានវិបត្តិថាមពលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយថាបច្ចុប្បន្នតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ុតហើយនិងហ្គាសនៅតែមានតម្លៃខ្ពស់នៅឡើយដោយសារតែការកើនឡើងនៃវិបត្តិថាមពលនៅលើពិភពលោកការដែលធ្វើឲ្យមានការឡើងថ្លៃបែបនេះគឺជាបញ្ហាសកលដែលមនុស្សជាតិនឹងកំពុងតែជួបប្រទះដោយសារតែការដឹកជញ្ជូនប្រេងឆៅមានការរាំងស្ទះធ្វើឲ្យការផ្គត់ផ្គង់នៅជុំវិញពិភពលោកមានការប្រែប្រួលដូចគ្នានិងមានការឡើងថ្លៃដោយសារតែបរិមាណនៃការផលិតគឺមានកំណត់តែតើថាហេតុអ្វីបានជាប្រេងម៉ាស៊ុតមានតម្លៃថ្លៃជាងប្រេងសាំងក៏ដោយសារតែកត្តាមួយចំនួនរួមមានដូចជាទី1យើងបានដឹងរួចមកហើយថាម៉ាស៊ីនម៉ាស៊ុតនៅជុំវិញពិភពលោកគឺមានតម្រូវការនិងការប្រើប្រាស់ច្រើនជាងម៉ាស៊ីនសាំងហើយវាដើរតួយ៉ាងសំខាន់ស្ទើរតែគ្រប់ដៃទៅហើយដូចជាវិស័យដឹកជញ្ជូនគ្រប់រថយន្តដឹកជញ្ជូនរថយន្តដឹកគ្រប់ប្រភេទសុទ្ធសឹងតែដំណើរការដោយម៉ាស៊ីនម៉ាស៊ុតដោយសារតែវាមានកម្លាំងរុញច្រាននិងកម្លាំងអូសទាញខ្លាំងហើយចំណែកវិស័យកសិកម្មវិញគ្រប់គ្រឿងចក្រកសិកម្មទាំងអស់សុទ្ធសឹងតែប្រើប្រាស់នៅម៉ាស៊ីនម៉ាស៊ុតដូចគ្នាជាស្ដែងដូចជាម៉ាស៊ីនច្រូតស្រូវគោយន្តនិងត្រាក់ទ័រជាដើមដែលជាហេតុធ្វើឲ្យប្រេងម៉ាស៊ុតមានតម្រូវការប្រើប្រាស់ច្រើនជាងប្រេងសាំងជាស្ដែងប្រេងសាំងគឺយើងអាចកាត់បន្ថយតាមរយៈការប្រើប្រាស់ប្រចាំថ្ងៃបានដូចជាយើងផ្លាស់ប្ដូរពីការជិះឡានសាំងទៅជាជិះឡានអគ្គិសនីហើយឬក៏យើងផ្លាស់ប្ដូរពីការជិះឡានសាំងទៅជាជិះម៉ូតូវិញដើម្បីជាការសន្សំសំចៃនៃការប្រើប្រាស់ប្រេងសាំងហើយទី2នោះគឺជាការផ្គត់ផ្គង់នៅពេលដែលមានតម្រូវការប្រើប្រាស់ច្រើនប្រទេសជាច្រើននៅជុំវិញពិភពលោកដែលជាប្រទេសដែលផ្គត់ផ្គង់ប្រេងហ្នឹងគឺក៏ជួបផលវិបាកដូចគ្នាដោយសារតែការផលិតរបស់ពួកគេនិងការនាំចូលរបស់ពួកគេគឺមានកំណត់ហើយជាការពិតគឺពិបាកនឹងការចែកចាយទៅប្រទេសដទៃទៀតឲ្យទាន់ពេលវេលានិងគ្រប់គ្រាន់ទៅតាមតម្រូវការដែលប្រទេសទាំងអស់នោះគឺត្រូវការជាស្ដែងដូចជាប្រទេសដែលផ្គត់ផ្គង់ប្រេងនៅតំបន់អាស៊ីមានដូចជាសិង្ហបុរីឬក៏យើងហៅថាសិង្ហបុរីម៉ាឡេស៊ីចិនជាដើមពួកគេសុទ្ធសឹងតែត្រូវការតម្រូវការប្រើប្រាស់ប្រេងទាំងអស់នោះនៅក្នុងប្រទេសដូចគ្នាអញ្ចឹងមុនពេលដែលពួកគេនាំចេញពួកគេត្រូវតែគ្រប់គ្រងនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់សិនមុននឹងការនាំប្រេងហ្នឹងចេញទៅខាងក្រៅអានេះគឺជាបញ្ហាការផ្គត់ផ្គង់ហើយចំណុចទី3គឺជាចំណុចដែលសំខាន់បំផុតនៅក្នុងបញ្ហាមួយនេះគឺតាមរយៈការស្រាវជ្រាវរបស់ខ្ញុំគឺបានឲ្យដឹងថារាល់ការដុតប្រេងឆៅម្ដងក្នុងមួយបារ៉ែនគេទទួលបានប្រេងម៉ាស៊ុតចំនួនប្រេងម៉ាស៊ុតហ្នឹងគឺតិចជាងប្រេងសាំងដែលជាហេតុធ្វើឲ្យការផលិតនៅប្រេងម៉ាស៊ុតម្ដងហ្នឹងគឺមានចំនួនតិចតួចមែនទែនជាទូទៅនៅការចម្រាញ់ប្រេងឆៅម្ដងក្នុងមួយបារ៉ែនគឺប្រហែលជាស្មើនឹង159លីត្ររាល់ការផលិតម្ដងគឺមិនមែនទទួលបានតែប្រេងសាំងនិងប្រេងម៉ាស៊ុតនោះទេប៉ុន្តែគឺគេត្រូវបានបំបែកចេញជាផលិតផលផ្សេងទៀតតាមរយៈការដុតកម្ដៅតាមជំហាននីមួយៗជាស្ដែងនៅពេលដែលគេដុតប្រេងឆៅបានដំបូងអ្វីដែលគេទទួលបាននោះគឺជាប្រេងសាំងហើយគេទទួលបានប្រហែលជា72ទៅ74លីត្រឬក៏ស្មើនឹង 45% នៃប្រេងសរុបហើយក្រោយពីបានទទួលប្រេងសាំងរួចអ្វីដែលគេទទួលបានបន្ទាប់គឺជាប្រេងម៉ាស៊ុតហ្នឹងហើយប្រេងម៉ាស៊ុតគឺគេទទួលបានប្រហែលជា45ទៅ48លីត្រតែប៉ុណ្ណោះគឺតិចជាងប្រេងសាំងបើយើងគិតជាភាគរយប្រហែលជាជាង 30% តែប៉ុណ្ណោះបន្ទាប់ពីប្រេងម៉ាស៊ុតគឺយើងទទួលបានហ្គាសនិងផលិតផលស្រាលផ្សេងទៀតដែលយើងទទួលបានប្រហែលជា15ទៅ17លីត្រស្មើនឹង10% បន្ទាប់ពីហ្គាសគឺដល់ប្រេងយន្តហោះដែលយើងតែងតែឆ្ងល់ហ្នឹងហើយថាតើយន្តហោះគេប្រើប្រាស់ប្រេងបែបម៉េចគឺប្រេងយន្តហោះហ្នឹងហើយប្រេងយន្តហោះគឺទទួលបានប្រហែលជា15ទៅ16លីត្រគឺស្មើនឹង10% ហើយចុងក្រោយនោះគឺផលិតផលផ្សេងទៀតមានដូចជាកៅស៊ូសម្រាប់ចាក់ថ្នល់ប្រេងលម្អិលនិងសារធាតុគីមីសម្រាប់ផលិតនៅវត្ថុផ្លាស្ទិកផ្សេងទៀតសរុបទៅគឺប្រហែលជា10ទៅ12លីត្រហើយទាំងអស់នេះគឺជាផលិតផលសម្រាប់ដែលទទួលបានពីការចម្រាញ់ប្រេងឆៅម្ដងហើយយើងសង្កេតឃើញថាប្រេងម៉ាស៊ុតគឺពិតជាមានភាគរយផលិតតិចតួចមែនទែនជាងប្រេងសាំងតែនេះគឺជាចំណុចសំខាន់មួយនៃបញ្ហានិងវិបត្តិថាមពលមួយនេះសូមចុច follow និង subscribe នៅលើ YouTube Channel និង TikTok របស់ពួកយើងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្តទៀតបាយ